តើអ្នកដឹងទេថាប្រសិនបើអ្នកចំនួនដៃរបស់អ្នកជាមួយនឹងដៃមនុស្សយន្តអ្នកនឹងត្រូវការ gear 3 1ដើម្បីរំកិលដៃរបស់អ្នកទៅមុខនិងថយក្រោយ1វិនាទីសម្រាប់ចលនាពីចំហៀងទៅចំហៀងនិងទី3ដើម្បីអនុញ្ញាតឲ្យវាបង្វិលអ្នកក៏ត្រូវដំឡើង gear នៅកែងដៃផងដែរដូច្នេះអ្នកអាចរំកិលដៃរបស់អ្នកឡើងលើនិងចុះក្រោមបានយ៉ាងរលូនជាចុងក្រោយដោយបន្ថែម gear ទៅកំពូលដៃរបស់អ្នកនឹងរួចរាល់ទាំងស្រុងតើអ្នកដឹងទេថាស្លាបម៉ាស៊ីនកិនខ្យល់វិលលឿនណាស់ដែលពេលខ្លះវាคล้ายជាមើលមិនឃើញចំពោះសត្វស្លាបដោយសារតែរឿងនេះសត្វស្លាបរាប់ពាន់ក្បាលងាប់ជារៀងរាល់ឆ្នាំឥឡូវនេះអ្នកស្រាវជ្រាវបានលាបស្លាបមួយពណ៌ខ្មៅវាបង្វិលស្លាបពណ៌ខ្មៅតែមួយនោះធ្វើឲ្យចលនាមើលទៅចម្លែកណាស់ដែលបំបែកការបំផ្លាន់ព្រិលអរគុណចំពោះរឿងនេះជីវិតសត្វស្លាបជាច្រើនត្រូវបានសង្គ្រោះរហូតមកដល់ពេលនេះប្រសិនបើអ្នកមានគ្រោះក្នុងតម្រង់នោមអ្នកប្រហែលជាអាចឆ្លងកាត់វាបានដោយគ្រាន់តែជិះរទេះរុនដោយសារតែការបាត់មុតស្រួយក្នុងល្បឿនលឿនបែបនេះឆ្អឹងថ្មទាំងនោះអាចធ្លាក់ចូលទៅក្នុងប្លោកនោមរបស់អ្នកហើយនៅទីបំផុតត្រូវបានបណ្ដេញចេញពីរាងកាយរបស់អ្នកទោះបីជាយ៉ាងណាក៏ដោយរឿងនេះមិនកើតឡើងលើរទេះរុនណាមួយទេមានមួយការជិះដ៏ខ្លាំងក្លាជាក់លាក់នៅ Disney ដែលទទួលបានការងាររួចរាល់ហើយមនុស្សពីជុំវិញពិភពលោកមកជិះវាដើម្បីកម្ចាត់គ្រោះក្នុងតម្រង់នោមរបស់អ្នកបើអ្នកចាប់អារម្មណ៍នឹងវីដេអូប្រភេទនេះនោះត្រូវប្រកាសថាបន្តជាប់ទំនាក់ទំនងជាមួយសាកលលោកដោះសោហើយតាមដានករណីនេះ